Feature Plastic Composite កំពុងត្រូវបានវាតម្លៃថាជាការបង្កើតវានុវត្តមួយសម្រាប់ឧស្សាហកម្មសម្ភារៈសំណង់នៅប្រទេសវៀតណាមទ្វារប្រភេទនេះកំពុងក្លាយជានិន្នាការថ្មីក្នុងការប្រើប្រាស់សម្ភារៈស្រុតថ្មីដែលមានសុវត្ថិភាពសម្រាប់សុខភាពអ្នកប្រើប្រាស់ហើយក៏មានគុណភាពខ្ពស់ផងដែរទាំងផ្នែកសោភ័ណភាពនិងភាពរឹងមាំឥឡូវនេះអ្នកទាំងអស់គ្នាមកស្វែងយល់ជាមួយ Segundo ទាំងអស់គ្នាថាតើមានភាពខុសគ្នាអ្វីខ្លះរវាងទ្វារឈើធម្មជាតិនិងទ្វារ Plastic Composite តម្លៃផលិតផលដោយសារតែទ្វារឈើធម្មជាតិប្រើឈើធម្មជាតិដែលកំពុងក្លាយជាវត្ថុធាតុដែលកើតមានកម្រិតឡើងដូច្នេះតម្លៃក៏ខ្ពស់ជាងហើយថ្លៃផលិតក៏ខ្ពស់ជាងផងដែរទ្វារ Plastic Composite មានតម្លៃធូរជាងនិងងាយស្រួលក្នុងការដំឡើងផលិតតាមរចនាផ្សេងដល់តាមតម្រូវការរបស់គម្រោងភាពរឹងមាំប្រឆាំងការលងការលើកឈើធម្មជាតិបច្ចុប្បន្នភាគច្រើនជាឈើដែលត្រូវបានកាត់មកពីដើមឈើក្មេងនិងស្ងួតដោយម៉ាស៊ីនធ្វើឲ្យងាយខូចពេលប្រើប្រាស់កាលៈទេសៈក្នុងនោះទេទ្វារ Plastic Composite មានទម្ងន់ស្រាលមិនផ្លាស់ប្ដូរពេលជួបសំណើមឬកម្ដៅមិនបែកមិនលងធ្វើឲ្យដំឡើងឬសម្អាតងាយស្រួលការប្រឆាំងទេសមួយជាសត្វល្អិតដែលធ្វើឲ្យឈើខូចប៉ុន្តែមានតែឈើថ្លៃខ្លះប៉ុណ្ណោះដែលអាចប្រឆាំងបាននៅចំណុចនេះទ្វារ Plastic Composite អាចដោះស្រាយបញ្ហានេះបានសម្បូរបែបដោយមិនជួបបញ្ហាមួយទៀតទេទម្ងន់ទ្វារ Plastic Composite មានទម្ងន់ស្រាលងាយស្រួលដំឡើងនិងជួយបន្ថយបន្ទុកសម្រាប់អគារចំណែកឯទ្វារឈើធម្មជាតិមានទម្ងន់ធ្ងន់ដំឡើងពិបាកនិងត្រូវការកម្លាំងច្រើនទាំងពីរប្រភេទទ្វារនេះសុទ្ធសឹងមានអត្ថប្រយោជន៍របស់ខ្លួនសូមជ្រើសរើសប្រភេទទ្វារដែលសមស្របនឹងតម្រូវការរបស់គ្រួសាររបស់អ្នកនិងទំនាក់ទំនងមក Segundo ដើម្បីទទួលបានការប្រឹក្សាឥតគិតថ្លៃនិងទទួលបានផលិតផលដែលមានគុណភាពខ្ពស់បំផុតផងដែរ